មានរឿងអីហើយជីអ្នករឿងគាត់ឬទេមិនមែនខ្ញុំទេបងស៊ីជីមិនមែនខ្ញុំទេគាត់ខ្លួនឯងអ្នកមិនអីទេណាហើយជីខ្ញុំរស់នៅជិត1000ឆ្នាំហើយបានជួបប្រទះមនុស្សច្រើនគ្មាននរណាម្នាក់ហ៊ាននិយាយថាខ្ញុំខ្ជិលច្រអូសឡើយល្បិចតូចតាចរបស់អ្នកហ៊ានមកបោកប្រាស់ខ្ញុំអាចរស់បានទេបងស៊ីជីខ្ញុំមានអារម្មណ៍វិលមុខជីអ្នកមិនអីទេណាជីមិនអីទេខ្ញុំមានសំឡេងអ្វីធ្លាក់ក្នុងបន្ទប់ខ្ញុំភ័យខ្លាចលីងសូធ្វើខ្លួនឯងរបួសទើបរត់ចូលមកខ្ញុំមិនបានធ្វើអីទេកូនល្អបងជឿហើយត្រឡប់ទៅវិញមុនចុះលីងសូចាំមើលទៅមានថ្ងៃអ្នករស់លំបាកស៊ីងជីខ្ញុំបានប្រុងប្រយ័ត្នចំពោះអ្នកហើយតែអ្នកនៅតែមិនយល់អ្នកចាំមើលទៅអ្នកនឹងត្រូវស្ទាយលីងសូហាមចាក់ចេញខ្ញុំបានប្រាប់អ្នកសើមិញថាបើអ្នកចង់លេងលះដោយសុខសប្បាយថ្ងៃនេះត្រូវតែទៅកន្លែងថតជាមួយខ្ញុំបើខ្ញុំមិនព្រមវិញអ្នកមិនមានជំរឿផ្សេងទេលោកប្រធានយ៉ានរថយន្តត្រូវបានត្រៀមរួចរាល់តើយើងទៅកន្លែងថតឥឡូវនេះទេយ៉ានជូទៅណាក្រុមថតប្រហែលជាកន្លែងដែលសែនជីនឹងទៅដែរយល់ព្រមយើងទៅវិញលីនសូមិនមែនអ្នកទើបតែនិយាយថានឹងប្រឆាំងទេអ្នកកំពុងលេងល្បិចអ្វីម្ដងទៀតខ្ញុំប្រាប់អ្នកកុំគិតថាធ្វើបែបនេះអាចជួយសង្គ្រោះអាពាហ៍ពិពាហ៍របស់យើងបានខ្ញុំបាននិយាយម្ដងហើយម្ដងទៀតខ្ញុំមិនមានចំណាប់អារម្មណ៍ចំពោះអ្នកទេមនុស្សអាក្រក់នេះបើមិនមែនខ្ញុំស្វែងយល់ថាយេនជឺក៏នឹងទៅក្រុមថតដែរខ្ញុំពិតជាប្រើធម្មពលពិសេសវាអ្នករំលាយទៅហើយ1 2 3 4 2 2 3 4ពេលវេលាមិនគ្រប់គ្រាន់សាក់លពងម្ដងទៀតតើនេះសរសេរអ្វីគេពិតជាបំពេញលើអក្សរសាស្ត្រចិនមិនចម្លែកដែលហ៊ឺជីវចូលចិត្តខ្លាយជាមនុស្សទី3តាំងពីអរិយាបថរហូតដល់សមត្ថភាពនិងសីលធម៌ទាំងអស់សុទ្ធតែមិនគួរឲ្យកត់សម្គាល់